Yeah, hello សួស្តីអ្នកនរគ្នាថ្ងៃនេះដែលខ្ញុំនឹងធ្វើការអានសៀវភៅរយៈពេល30នាទីដើម្បីអភិវឌ្ឍនិយាយជាមួយនឹងមនុស្សជំនាញខ្លួនឲ្យកាន់តែល្អហើយសៀវភៅដែលខ្ញុំលើកមកនិយាយមកនេះគឺសៀវភៅ Atomic ដែលខ្ញុំត្រូវការអានរយៈពេល30នាទីដដែលព្រោះសៀវភៅនេះគឺខ្ញុំមិនទាន់អានចប់ទេហើយរយៈពេល6ថ្ងៃនេះពេលដែលខ្ញុំបានអានសៀវភៅក្នុងការអភិវឌ្ឍអានសៀវភៅនេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំនិយាយរៀងច្រើនជាងមុនហើយការនិយាយនៅជាមួយនឹងមនុស្សជុំវិញខ្លួនគឺកាន់តែល្អមិនសូវតែនិយាយអឺលក្ខណៈតាក់តិចទៅគឺ smooth យ៉ាងវាធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់នៃសភៅទម្លាប់ហើយការអភិវឌ្ឍទម្លាប់តូចដែលឲ្យជួយឲ្យខ្ញុំមានទម្លាប់មួយចូលចិត្តអានសភៅឥឡូវគឺខ្ញុំកំពុងតែចាប់ផ្ដើមធ្វើឲ្យខ្លួនឯងស្នេហ៍ក្នុងការអានសភៅនិងការផ្លាស់ប្ដូរនៅអ្វីដែលខ្លួនឯងមិនដែលធ្លាប់ធ្វើហើយនឹងធ្វើរឿងថ្មីៗដែលខ្លួនឯងមិនដែលធ្លាប់ជួបឥឡូវនេះគឺខ្ញុំនឹងចាប់ផ្ដើមអានសភៅទម្លាប់ Atomic Habits ដែរហើយខ្ញុំនៅកំណត់រយៈពេល30នាទីដើម្បីអភិវឌ្ឍក្នុងការអានសភៅរបស់ខ្ញុំជាប្រចាំថ្ងៃឲ្យដល់បានគោលដៅ365ថ្ងៃក្នុងមួយឆ្នាំពេញនេះអូខេឥឡូវគឺខ្ញុំសេរីម៉ោងអីអស់ហើយឥឡូវយើងចាប់ផ្ដើមអានពីឥឡូវនេះទម្លាប់គ្រប់យ៉ាងកើតពីកត្តាជំរុញហើយយើងតែងសង្កេតឃើញកត្តាជំរុញដែលលេចធ្លោតែគួរឲ្យស្ដាយដែលបរិយាកាសជុំវិញខ្លួនធ្វើឲ្យយើងមិនចង់ធ្វើអ្វីមួយយ៉ាងព្រោះវាគ្មានកត្តាជំរុញដែលច្បាស់លាស់បើប្រៀបធៀបគ្នាការបង្កើតកត្តាជំរុញដែលមើលឃើញច្បាស់អាចទាញការចាប់អារម្មណ៍របស់អ្នកទៅរកការបង្ហាញទង្វើដែលត្រូវការបាននៅដើមឆ្នាំ1990បុគ្គលិកអនាម័យធ្វើការនៅអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុងអាមស្ទ័រដាមពួកគេបិទ sticker តូចៗដែលមើលទៅដូចសត្វរុយនៅលើច័ន្ទបង្គន់សម្រាប់នោមឃើញថានៅពេលភ្ញៀវបរិសុទ្ធចូលនោមពួកគេគិតថាវាជាសត្វរុយដែល sticker នេះជួយឲ្យប្រុសៗតាំងចិត្តនោមឲ្យត្រូវរុនច័ន្ទបង្គន់ច្រើនជាងមុននិងថែមជួយកាត់បន្ថយភាពកខ្វក់នៅលើច័ន្ទបង្គន់បាន លទ្ធផលស្រាវជ្រាវក៏បង្ហាញឲ្យឃើញថា sticker នោះជួយកាត់បន្ថយថ្លៃចំណាយលើការសម្អាតបានដល់ទៅ6%ក្នុងមួយឆ្នាំខ្ញុំក៏ធ្លាប់ដឹងពីថាមពលរបស់កត្តាជំរុញដែលមើលឃើញច្បាស់ដែរខ្ញុំធ្លាប់ទិញផ្លែប៉ោមពីហាងរួចយកទៅក្នុងទូទឹកកកត្រង់ផ្នែកដែលនៅជ្រៅបំផុតហើយខ្ញុំក៏ភ្លេចយកមកហូបពេលនឹកឃើញផ្លែប៉ោមក៏ហូបលេងបានហើយព្រោះខ្ញុំមិនឃើញផ្លែប៉ោមក្នុងទូទឹកកកទើបខ្ញុំមិនបានហូបវាទីបំផុតទើបខ្ញុំប្រើពាក្យណែនាំរបស់ខ្លួនឯងផ្លាស់ប្ដូរបរិយាកាសនៅជុំវិញខ្លួនខ្ញុំទិញចានធំសម្រាប់ដាក់ផ្លែឈើនិងដាក់នៅកណ្ដាលតុបាយពេលខ្ញុំទិញផ្លែប៉ោមមកខ្ញុំនឹងយកដាក់ក្នុងចាននោះចាប់ពីពេលនោះមកខ្ញុំក៏បានហូបផ្លែប៉ោមរាល់ថ្ងៃព្រោះខ្ញុំមើលឃើញវាច្បាស់នៅខាងក្រោមនេះជាវិធីងាយៗដែលអ្នកអាចបង្កើតបរិយាកាសនិងបង្កើតកត្តាជំរុញឲ្យទម្លាប់ដែលអ្នកត្រូវការមើលឃើញច្បាស់ជាងមុនបើអ្នកចង់ចាំបានថាត្រូវលាបថ្នាំរាល់យប់សាកដាក់ដបថ្នាំនៅជិតកន្លែងដាក់ច្រាសដោះធ្មេញក្នុងបន្ទប់ទឹកបើអ្នកចង់រៀនលេងហ្គីតាឲ្យញឹកញាប់ជាងមុនសាកដាក់ហ្គីតានៅកណ្ដាលបន្ទប់ព្រោះអង្គុយលេងបើអ្នកចង់អានសៀវភៅច្រើនជាងមុនសាកដាក់សៀវភៅនៅក្បាលដំណេកបើអ្នកចង់ផឹកទឹកច្រើនជាងមុនសាកថែមទឹកក្នុងដបនៅពេលព្រឹកហើយដាក់នៅកន្លែងដែលអ្នកគេនឹងមើលឃើញបើអ្នកចង់ឲ្យទម្លាប់ណាមួយក្លាយជាផ្នែកសំខាន់ក្នុងជីវិតរបស់អ្នកចូលធ្វើឲ្យកត្តាជំរុញដែលមានប្រយោជន៍ចំពោះទម្លាប់នោះคล้ายមកជាផ្នែកសំខាន់ក្នុងបរិយាកាសដែលអ្នករស់នៅទង្វើដែលធ្វើជាបន្តរយៈពេលយូរតែមានកត្តាជំរុញច្រើនយ៉ាងដូច្នេះចូលសាកគិតមើលថាមានស្ថានភាពអ្វីខ្លះដែលនឹងធ្វើឲ្យមនុស្សញៀនបារីយកបារីមកជក់មិនថាពេលបើកឡានជួបមិត្តភ័ក្តិដែលជក់បារីដូចគ្នាមានអារម្មណ៍ស្មុគស្មាញនឹងការងារនិងស្ថានភាពផ្សេងៗវិធីនេះក៏អាចយកមកប្រើសម្រាប់បង្កើតទម្លាប់ល្អបានដូចគ្នាដោយការបង្កើតកត្តាផ្សេងៗដែលជំរុញទម្លាប់វិជ្ជមានក្នុងបរិយាកាសជុំវិញខ្លួនវានឹងជួយឲ្យអ្នកគិតដល់ទង្វើដែលអ្នកត្រូវការផ្លាស់ប្ដូរ
ហើយត្រូវប្រកាសចិត្តថាកត្តាជំរុញល្អបំផុតត្រូវដាក់ឲ្យឃើញច្បាស់ដោយបើមានកត្តាល្អដែលជួយជំរុញឲ្យការទម្លាប់ល្អនេះចំពោះមុខរមែងជួយឲ្យអ្នកសម្រេចចិត្តបានងាយជាងមុនការបង្កើតបរិយាកាសមិនត្រឹមតែមានឥទ្ធិពលខ្លាំងចំពោះខ្លួនយើងទេប៉ុន្តែក៏មានឥទ្ធិពលចំពោះពិភពលោកទាំងមូលផងដែរមនុស្សភាគច្រើនរស់នៅក្នុងពិភពដែលអ្នកដទៃបង្កើតឲ្យតែអ្នកអាចជ្រើសរើសថាអ្នកនឹងធ្វើការនៅកន្លែងណាបានដែលនឹងជួយឲ្យអ្នកបង្កើតកត្តាជំរុញវិជ្ជមាននិងកាត់បន្ថយយកកត្តាជំរុញអវិជ្ជមានបានបរិបទបរិយាកាសជាកត្តាជំរុញដ៏មានឥទ្ធិពលចំពោះទម្លាប់របស់មនុស្សទម្លាប់អាចចាប់ផ្ដើមពីកត្តាជំរុញដែលច្បាស់លាស់តែនៅពេលវេលាកន្លងផុតទៅទម្លាប់របស់អ្នកនឹងពាក់ព័ន្ធនឹងបរិបទផ្សេងដែលនៅជុំវិញខ្លួនដូចជាមានមនុស្សជាច្រើនដែលពេលចូលរួមកម្មវិធីជួបលៀងផ្សេងតែងផឹកស្រាច្រើនជាងពេលនៅម្នាក់ឯងកត្តាជំរុញមិនបានកើតពីហេតុផលតែមួយទេតែកើតពីស្ថានភាពរួមដូចជាការអង្គុយមើលមិត្តភ័ក្តិកំពុងភេសជ្ជៈការឮសំឡេងភ្លេងក្នុងហាងឬការឃើញកំប៉ុងស្រាបៀរគ្រប់ពេលវេលាចិត្តរបស់យើងជាអ្នកបញ្ជាខ្លួនឯងឲ្យបង្ហាញទម្លាប់ទៅតាមទីកន្លែងដែលយើងនៅដូចជាផ្ទះកន្លែងធ្វើការឬក្នុងក្រុមហាត់ប្រាណដោយកន្លែងនីមួយៗមានឥទ្ធិពលចំពោះការអភិវឌ្ឍជាប់លាប់ពីទង្វើមួយទៅរកទង្វើមួយទៀតទង្វើរបស់យើងមិនត្រូវបានកំណត់ដោយបរិយាកាសជុំវិញខ្លួនទេតែការពីទំនាក់ទំនងដែលយើងមានចំពោះបរិយាកាសទាំងនោះតាមពិតទៅការគិតរបស់ឥទ្ធិពលនៃបរិយាកាសជុំវិញខ្លួនថាមានផលចំពោះទង្វើរបស់យើងវាមានប្រយោជន៍ខ្លាំងណាស់ឈប់គិតដល់បរិយាកាសដែលពេញទៅដោយវត្ថុជាច្រើនដែលសាកគិតដល់ទំនាក់ទំនងដែលបរិយាកាសទាំងនោះមានចំពោះគ្នាតើអ្នកមានប្រតិកម្មបែបណាចំពោះបរិយាកាសនៃជុំវិញខ្លួនសម្រាប់អ្នកខ្លះកៅអីពូកជាកន្លែងដែលគេប្រើសម្រាប់អានសៀវភៅ1 ម៉ោងជារៀងរាល់យប់តែសម្រាប់អ្នកដទៃកៅអីពូកអាចជាកន្លែងសម្រាប់អង្គុយមើលទូរទស្សន៍ម្នាក់មានការចងចាំដែលមិនដូចគ្នាព្រោះទម្លាប់ខុសគ្នាទោះនៅកន្លែងដូចគ្នាក៏ដោយដូច្នេះអ្នកអាចធ្វើការវឹកហាត់ខ្លួនឯងឲ្យផ្សារភ្ជាប់ទម្លាប់ជាមួយនឹងបរិបទមួយបានក្នុងការស្រាវជ្រាវមួយអ្នកវិទ្យាសាស្ត្របានណែនាំមនុស្សដែលកាត់រោគគេងមិនលក់ដោយឲ្យពួកគេគេងពេលពួកគេមានអារម្មណ៍អស់កម្លាំងតែប៉ុណ្ណោះបើពួកគេមិនងងុយគេងឲ្យទៅអង្គុយនៅបន្ទប់មួយទៀតរហូតមានអារម្មណ៍ងងុយគេងពេលវេលាកន្លងទៅក្រុមអ្នកសាកល្បងចាប់ផ្ដើមផ្សារភ្ជាប់បរិបទរវាងគ្រែគេងនិងការគេងហើយការឆាប់គេងលក់ជាងមុនកើតឡើងនៅពេលឡើងគេងលើគ្រែខួរក្បាលរបស់ពួកគេដឹងថាការគេងលក់កើតឡើងបានតែក្នុងបន្ទប់នេះតែប៉ុណ្ណោះមិនមែនការគេងលេងទូរស័ព្ទការមើលទូរទស្សន៍ឬការគេងមើលនាឡិកានោះទេបរិបទនៃបរិយាកាសក៏ជួយបង្ហាញអំពីវិធីសំខាន់មួយទៀតគឺទម្លាប់អាចផ្លាស់ប្ដូរបានងាយជាងមុនពេលនៅក្នុងបរិយាកាសថ្មីដែលជួយឲ្យយើងគេចចេញពីកម្លាំងជំរុញនាំទៅរកទម្លាប់ចាស់សាកទៅរកកន្លែងថ្មីដូចជាហាងកាហ្វេថ្មីកៅអីអង្គុយនៅទីសាធារណៈបន្ទប់ដែលអ្នកមិនសូវចូលទៅហើយសាកបង្កើតទម្លាប់ថ្មីក្នុងកន្លែងទាំងនោះការផ្សារភ្ជាប់ទម្លាប់ថ្មីជាមួយនឹងបរិបទថ្មីដោយងាយជាងការបង្កើតទម្លាប់ថ្មីក្នុងស្ថានភាពដែលត្រូវប្រឈមនឹងកត្តាអវិជ្ជមានផ្សេងការចូលគេងពីក្បាលប្រឡប់ជារឿងពិបាកប្រសិនបើអ្នកនៅមើលទូរទស្សន៍ក្នុងបន្ទប់គេងរាល់យប់ការអានសៀវភៅក្នុងបន្ទប់អង្គុយលេងដោយមិនបាត់បង់សមាធិជារឿងពិបាកប្រសិនបើអ្នកតែប្រើកន្លែងនេះលេងវីដេអូហ្គេមគ្រប់ពេលវេលាតែពីអ្នកចេញពីបរិយាកាសចាស់ក៏មានន័យថាអ្នកបោះចោលទម្លាប់ចាស់អ្នកមិនអាចបង្កើតទម្លាប់ថ្មីបានដោយគ្មានឧបសគ្គរារាំងនោះទេតើអ្នកចង់មានកំណត់ច្នៃប្រឌិតជាងមុនដែរឬទេចូលសាកដើរចូលទៅក្នុងបន្ទប់ដែលធំជាងមុនដើរឡើងទៅជាន់លើផុតចូលទៅក្នុងអគារដែលមានរចនាបថស្អាតប្លែករកពេលសម្រាប់ឲ្យខ្លួនឯងដឹងពិភាក្សាកន្លែង
នឹងក្តោបពីកន្លែងដែលធ្វើការងារប្រចាំដែលធ្វើឲ្យអ្នកនៅជាមួយនឹងកំណត់ដដែលតើអ្នកកំពុងព្យាយាមហូបអាហារដើម្បីសុខភាពមែនទេតើអ្នកនៅទិញអាហារដដែលក្នុងផ្សារទំនើបដែល ការសាកទៅទិញនៅកន្លែងថ្មីនឹងអាចធ្វើឲ្យអ្នកគេចចេញពីអាហារដែលមិនល្អចំពោះសុខភាពបានងាយជាងមុនព្រោះខួរក្បាលរបស់អ្នកមិនទាន់ដឹងថាអាហារទាំងនោះដាក់នៅត្រង់កន្លែងណាពេលអ្នកមិនអាចបង្កើតបរិយាកាសថ្មីបានទាំងអស់ចូលអ្នកសាកប្តូរបរិយាកាសចាស់ៗដោយខ្លួនឯងញែកកន្លែងធ្វើការអានសៀវភៅហាត់ប្រាណសម្រាកនិងធ្វើអាហារឲ្យដាច់ពីគ្នាពេលខ្ញុំចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនខ្ញុំតែងធ្វើការលើកៅអីពុកឬតុហូបបាយក្នុងផ្ទះបាយដល់ពេលល្ងាចខ្ញុំក៏ឃើញថាខ្ញុំមិនមានអារម្មណ៍ធ្វើការព្រោះខ្ញុំមិនបានបែងចែកច្បាស់លាស់រវាងពេលវេលាការងារនិងពេលវេលាសម្រាប់ផ្ទាល់ខ្លួនមិនដឹងថាតុបាយជាកន្លែងធ្វើការរបស់ខ្ញុំឬជាកន្លែងហូបបាយកិច្ចការគ្រប់យ៉ាងកាត់ឡើងក្នុងកន្លែងតែមួយប៉ុន្មានឆ្នាំក្រោយមកខ្ញុំក៏អាចផ្លាស់ប្ដូរចូលទៅក្នុងផ្ទះដែលមានបន្ទប់ធ្វើការដាច់ដោយឡែកបានខ្ញុំចែកដាច់រវាងការងារនិងជីវិតផ្ទាល់ខ្លួនទៅខ្លាចជារឿងងាយស្រួលសម្រាប់ខ្ញុំក្នុងការបញ្ជាខួរក្បាលឲ្យឈប់គិតលើរឿងការងារពេលមានគំនូសបែងចែកច្បាស់លាស់រវាងជីវិតការងារនិងជីវិតផ្ទាល់ខ្លួនប្រសិនបើអាចទៅរួចចូលកិច្ចចេញពីទង្វើផ្សេងពេលនៅក្នុងបរិបទនៃបរិយាកាសតែមួយមិនដូច្នោះទេទម្លាប់ផ្សេងៗទាំងនោះនឹងច្របូកច្របល់ឲ្យទម្លាប់ដែលងាយធ្វើជាងនឹងកាត់ឡើងទើបជាហេតុផលដែលភាពឆ្លាតវៃរបស់បច្ចេកវិទ្យាបច្ចុប្បន្នមានទាំងចំណុចខ្សោយនិងចំណុចខ្លាំងអ្នកអាចប្រើទូរស័ព្ទធ្វើការបានគ្រប់បែបយ៉ាងរហូតក្លាយជាឧបករណ៍មួយដ៏មានថាមពលតែពេលអ្នកប្រើទូរស័ព្ទធ្វើអ្វីក៏បានវានឹងក្លាយជារឿងពិបាកដែលចង់ប្រើទូរស័ព្ទនោះធ្វើអ្វីតែម្យ៉ាងអ្នកត្រូវការធ្វើការងារអ្វីម្យ៉ាងឲ្យសម្រេចតែពេលជាប់រវល់និយាយឆាត check email និងលេងហ្គេមរាល់លើកដែលបើកទូរស័ព្ទកត្តាដែលជំរុញទង្វើមួយចំនួនរបស់អ្នកនឹងច្របូកច្របល់អ្នកអាចគិតថាអ្នកមិនយល់ទេខ្ញុំរស់នៅក្នុងទីក្រុងញូវយ៉កដោយអាផាតមែនរបស់ខ្ញុំតូចប៉ុនរនក្រិតអីច្រឡំសំទោសតូចប៉ុនរនកណ្ដុរខ្ញុំចាំបាច់ត្រូវប្រើបន្ទប់មួយធ្វើការងារគ្រប់យ៉ាងការងារគ្រប់យ៉ាងបើកន្លែងរបស់អ្នកមានកំណត់ចូលអ្នកបែងចែកបន្ទប់ជាផ្នែកផ្សេងដូចជាកៅអីសម្រាប់អានសៀវភៅតុសម្រាប់ធ្វើការតុសម្រាប់ហូបបាយជាដើមអ្នកក៏អាចធ្វើបែបនេះបានជាមួយនឹងឧបករណ៍ Digital របស់អ្នកដូចគ្នាខ្ញុំស្គាល់អ្នកនិពន្ធម្នាក់ដែលប្រើកុំព្យូទ័រសម្រាប់សរសេរការងារតែប៉ុណ្ណោះ Tablet សម្រាប់អានហើយទូរស័ព្ទដៃសម្រាប់និយាយឆាតនិងផ្ញើសារទាំងវេនីមួយគួរបែងចែកឲ្យច្បាស់បើអ្នកអនុវត្តតាមបច្ចេកទេសនេះបានយ៉ាងខ្ជាប់ខ្ជួនខ្លួននោះបរិបទនៃបរិយាកាសនីមួយនឹងផ្សារភ្ជាប់ជាមួយនឹងទម្លាប់និងកំណត់ច្បាស់លាស់របស់អ្នកទម្លាប់នឹងត្រូវបង្កើតឡើងពីបរិយាកាសឬស្ថានភាពដែលព្យាករណ៍បានសមាធិនឹងកើតឡើងពេលអ្នកអង្គុយនៅលើតុធ្វើការអារម្មណ៍ធូរស្រាលនឹងកើតឡើងពេលអ្នកក្នុងកន្លែងដែលមានបរិយាកាសល្អបើអ្នកចង់ឲ្យកើតទម្លាប់ដែលជាក់លាក់អ្នកត្រូវនៅក្នុងបរិយាកាសមួយដែលច្បាស់លាស់បរិយាកាសល្អជាកន្លែងដែលមានបរិមាណហើយចំពោះវត្ថុបំណងច្បាស់លាស់ជាបរិយាកាសដែលជួយបង្កើតទម្លាប់ថ្មីបានដោយងាយសរុបមេរៀនការផ្លាស់ប្ដូរបរិយាកាសបន្តិចបន្តួចនឹងអាចនាំទៅរកកន្លែងការផ្លាស់ប្ដូរដ៏អស្ចារ្យគ្រប់ទង្វើការចេញពីកត្តាជំរុញមនុស្សយើងតែងសង្កេតឃើញកត្តាជំរុញដែលលេចធ្លោជាងគេចូលធ្វើឲ្យកត្តាជំរុញវិជ្ជមានមើលឃើញច្បាស់ជាងមុនក្នុងបរិយាកាសជុំវិញខ្លួនទម្លាប់របស់អ្នក
មិនត្រឹមតែពាក់ព័ន្ធនឹងកត្តាជំរុញទេតែវាក៏ពាក់ព័ន្ធនឹងបរិបទផ្សេងៗដែលនៅជុំវិញខ្លួនដោយបរិបទទាំងនោះនឹងក្លាយជាកត្តាជំរុញឲ្យទង្វើកើតឡើងការបង្កើតទម្លាប់ថ្មីក្នុងបរិយាកាសថ្មីនឹងធ្វើបានដោយងាយព្រោះអ្នកមិនបាច់ប្រឈមនឹងកត្តាជំរុញចាស់ៗដែលរារាំងការផ្លាស់ប្ដូរទៅរកទម្លាប់ថ្មីបើអ្នកមិនអាចកំណត់ទិសដៅរបស់ចិត្តគំនិតបានវានឹងដឹកនាំជីវិតរបស់អ្នកហើយអ្នកហៅវាថាជោគវាសនាមេរៀនទី7មេរៀនទី7កំបាំងក្នុងការគ្រប់គ្រងខ្លួនឯងអាចកំបាំងក្នុងការគ្រប់គ្រងខ្លួនឯង sorry នៅក្នុងឆ្នាំ1971ពេលសង្គ្រាមវៀតណាមអូសបន្លាយរហូតចូលមកដល់ឆ្នាំទី16លោក Robert Staley អ្នកនយោបាយដែលមកពីរដ្ឋ Connecticut និងលោក Morgan Murphy មកពីរដ្ឋ Illinois បានរកឃើញអ្វីម្យ៉ាងដែលបង្កការភ្ញាក់ផ្អើលដល់ជនជាតិអាមេរិកខណៈដែលពួកគេកំពុងតែត្រួតពិនិត្យកងកម្លាំងអាមេរិកក៏រកឃើញថាទាហានអាមេរិកដែលប្រចាំការនៅទីនោះញៀនហេរ៉ូអ៊ីនដល់ទៅ15%តាមលទ្ធផលស្រាវជ្រាវបង្ហាញថា35%នៃកម្លាំងទាហានអាមេរិកនៅវៀតណាមសាកល្បងប្រើហេរ៉ូអ៊ីននិងមានចំនួន20%ដែលមានអាការៈញៀនបញ្ហានេះធ្ងន់ធ្ងរជាងការគិតរបស់ពួកគេទៅទៀតការរកឃើញនេះបង្កចលាចលមកដល់ក្រុង Washington ហើយក៏ចាប់ផ្ដើមបង្កើតអង្គភាពប្រឆាំងការជួញដូរគ្រឿងញៀន The Special Action Office of Drug Abuse Prevention ក្រុមការត្រួតពិនិត្យរបស់ប្រធានាធិបតី Richard Nixon ដើម្បីជំរុញការងារស្ដារនីតិកាយសម្បត្តិនិងតាមដានកងកម្លាំងដែលញៀនថ្នាំនៅពេលពួកគេត្រឡប់ទៅស្រុកកំណើតវិញLee Robbins ម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវដែលទទួលខុសត្រូវរឿងនេះបានរកឃើញភាពមិនស៊ីចង្វាក់នៃជំនឿចាស់ដែលពាក់ព័ន្ធនឹងការញៀនថ្នាំលោក Robin រកឃើញថាពេលទាហានដែលញៀនហេរ៉ូអ៊ីនត្រឡប់ទៅមកផ្ទះមានតែ5%ប៉ុណ្ណោះដែលត្រឡប់មកញៀនម្ដងទៀតក្នុងរយៈពេល1ឆ្នាំនិង12%ត្រឡប់មកញៀនម្ដងទៀតក្នុងរយៈពេល3ឆ្នាំឬនិយាយបានថាទាហាន9នាក់ក្នុងចំណោម10នាក់ដែលធ្លាប់ប្រើហេរ៉ូអ៊ីននៅវៀតណាមផ្ដាច់ហេរ៉ូអ៊ីនបានក្នុងរយៈពេលដ៏ខ្លីការរកឃើញនេះបដិសេធគំនិតដែលទទួលស្គាល់នៅពេលនោះថាការញៀនហេរ៉ូអ៊ីនជាអាការៈអចិន្ត្រៃយ៍និងមិនអាចផ្ដាច់បានលោក Robin ដូចនិយាយថាការញៀនហេរ៉ូអ៊ីនផ្ដាច់បានដោយខ្លួនឯងតាមធម្មជាតិប្រសិនបើបរិយាកាសផ្លាស់ប្ដូរនៅប្រទេសវៀតណាមទាហានអាមេរិកស្ថិតក្នុងបរិយាកាសដែលជំរុញឲ្យប្រើហេរ៉ូអ៊ីនព្រោះហេរ៉ូអ៊ីនងាយនឹងរកក្បាលពួកគេស្ថិតនៅក្នុងអារម្មណ៍ខ្វាយខ្វល់ពីសង្គ្រាមពួកគេបង្កើតមិត្តភាពជាមួយនឹងទាហានដែលញៀនហេរ៉ូអ៊ីនដូចគ្នាព្រោះការឃ្លាតឆ្ងាយពីផ្ទះពេលពួកគេត្រឡប់ទៅប្រទេសអាមេរិកវិញឃើញថាពេលខ្លួនឯងមកនៅក្នុងបរិយាកាសដែលគ្មានកត្តាជំរុញបែបនេះទង្វើរបស់ពួកគេក៏ផ្លាស់ប្ដូរបើប្រៀបធៀបស្ថានភាពនេះជាមួយនឹងមនុស្សញៀនថ្នាំអ្នកខ្លះក៏ចាប់ផ្ដើមញៀនថ្នាំនៅផ្ទះឬជាមួយនឹងមិត្តភ័ក្តិមនុស្សទាំងនេះទៅជួបគ្រូពេទ្យដើម្បីផ្ដាច់ថ្នាំដោយបរិយាកាសដែលគ្មានកត្តាជំរុញធ្វើឲ្យពួកគេផ្ដាច់ថ្នាំបានសម្រេចបន្ទាប់មកក៏ត្រឡប់ទៅជួបមិត្តភ័ក្តិចាស់ហើយក៏ជួបនឹងបរិយាកាសដដែលដែលធ្វើឲ្យពួកគេត្រឡប់មកញៀនថ្នាំម្ដងទៀតទើបមិនប្លែកទេដែលអ្នកតែងឃើញមនុស្សញៀនថ្នាំច្រើនជាង90%ដែលមកញៀនថ្នាំម្ដងទៀតក្រោយពីចូលមជ្ឈមណ្ឌលកែប្រែជំនឿចាស់ៗ របស់យើងទាក់ទងនឹងទម្លាប់អាក្រក់ដែលជឿថា
តំណប់មិនល្អចំពោះសុខភាពពាក់ព័ន្ធនឹងភាពទន់ជ្រាយផ្នែកចិត្តគំនិតប្រសិនបើអ្នកមានទម្ងន់លើសជាមនុស្សញៀនថ្នាំនោះក៏ព្រោះអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានហើយអ្នកនឹងជាប់ឈ្មោះជាមនុស្សមិនល្អការមានវិន័យនឹងជួយកែខៃបានរាល់បញ្ហាដែលចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌របស់យើងទៅហើយយ៉ាងណាក្តីបើតាមលទ្ធផលស្រាវជ្រាវកាលពីពេលថ្មីៗនេះបង្ហាញលទ្ធផលដែលផ្ទុយពីនេះដោយអ្នកវិទ្យាសាស្ត្របានវិភាគមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានល្អប៉ុន្តែពួកគេបែរជាមិនខុសពីមនុស្សដែលមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយខណៈដែលមនុស្សមានវិន័យវិញបែរជាអាចគ្រប់គ្រងជីវិតខ្លួនឯងបានល្អជាងនៅពេលអ្នកស្ថិតក្នុងស្ថានភាពឬបរិយាកាសអវិជ្ជមានមនុស្សមានវិន័យនឹងប្រើពេលនៅជាមួយនឹងភាពអវិជ្ជមាននោះតិចជាងមុនតិចជាងមនុស្សដែលគ្រប់គ្រងខ្លួនឯងបានល្អបំផុតរមែងជាមនុស្សដែលមិនបាច់ប្រើវិធីអ្វីគ្រប់គ្រងលើខ្លួនឯងឡើយការរៀនទប់ចិត្តខ្លួនឯងពេលជួបស្ថានភាពជំរុញជារឿងល្អប៉ុន្តែដែលភាពឧស្សាហ៍ព្យាយាមភាពអត់ធ្មត់និងថាមពលចិត្តគឺសំខាន់ចំពោះភាពជោគជ័យតែចំពោះវិធីអភិវឌ្ឍសក្តានុពលទាំងនេះមិនត្រឹមតែមិនត្រឹមតែជាការធ្វើឲ្យមនុស្សមានវិន័យទេតែវាជាការបង្កើតបរិយាកាសដែលមានច្បាប់ទម្លាប់ច្រើនជាងមុនទៀតផងយ៉ាងណាក្តីបើតាមលទ្ធផលស្រាវជ្រាវការពេលថ្មីនេះបង្ហាញលទ្ធផលដែលផ្ទុយពីនេះដែលអ្នកវិទ្យាសាស្ត្របានវិភាគមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានល្អប៉ុន្តែពួកគេបែរជាមិនខុសពីមនុស្សដែលមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយខណៈដែលមនុស្សមានវិន័យវិញបែរជាអាចគ្រប់គ្រងជីវិតខ្លួនឯងបានល្អជាងនៅពេលអ្នកស្ថិតក្នុងស្ថានភាពឬបរិយាកាសអវិជ្ជមានមនុស្សមានវិន័យនឹងប្រើពេលនៅជាមួយនឹងភាពអវិជ្ជមាននោះតិចជាងមុនមនុស្សដែលគ្រប់គ្រងខ្លួនឯងបានល្អបំផុតរមែងជាមនុស្សដែលមិនបាច់ប្រើវិធីអ្វីគ្រប់យ៉ាងអ្វីគ្រប់គ្រងលើខ្លួនឯងឡើយការរៀនទប់ចិត្តខ្លួនឯងពេលជួបស្ថានភាពជំរុញជារឿងល្អប៉ុន្តែដែលភាពឧស្សាហ៍ព្យាយាមភាពអត់ធ្មត់និងថាមពលចិត្តសំខាន់ចំពោះទៅភាពជោគជ័យតែចំពោះវិធីអភិវឌ្ឍសក្តានុពលទាំងនេះមិនត្រឹមតែជាការធ្វើឲ្យមនុស្សមានវិន័យទេតែជាការបង្កើតបរិយាកាសដែលមានច្បាប់ទម្លាប់ច្រើនជាងមុនទៀតផងគោលគំនិតនេះនឹងស្ដាប់ទៅមានហេតុផលជាងមុនពេលអ្នកយល់ថាមានអ្វីកើតឡើងពេលទង្វើត្រូវបង្កើតឡើងនៅក្នុងពោះក្បាលទង្វើនោះនឹងបង្ហាញចេញមកពេលការស្ថានភាពដែលពាក់ព័ន្ធ head head Patty O'Well ជាគ្រូពេទ្យមកពីទីក្រុង Austin រដ្ឋ Texas នាងតែងជក់បារីពេលជិះសេះជាមួយមិត្តភក្តិទីបំផុតនាងក៏ផ្ដាច់បារីបាន10ឆ្នាំព្រមទាំងឈប់ជិះសេះទៀតផងហើយ10ឆ្នាំក្រោយមកនាងក៏ត្រឡប់មកជិះសេះម្ដងទៀតតែចង់ជួបបារីម្ដងទៀតក្រោយពីផ្ដាច់នាងជាច្រើនឆ្នាំមកកត្តាចម្លងកប់នៅក្នុងចិត្តវាគ្រាន់តែនាងខានបញ្ចេញមកក្រៅយូរហើយប៉ុណ្ណោះកម្លាំងជំរុញឲ្យបង្ហាញទង្វើនោះនឹងកើតឡើងនៅពេលមានកត្តាបរិយាកាសបង្ហាញច្រើនឡើងម្ដងទៀតនេះជាហេតុផលមួយដែលបច្ចេកទេសការផ្លាស់ប្ដូរទម្លាប់អាចផ្លាស់លទ្ធផលផ្ទុយបានហើយធ្វើឲ្យមនុស្សគាត់មានអារម្មណ៍ខ្មាស់នៃការស្នើកម្រងសម្រាប់ទម្ងន់ហើយអាចធ្វើឲ្យពួកគេកាត់ច្រើននៅទីបំផុតមនុស្សជាច្រើននឹងក៏ងាកទៅរកវិ
ធីដ៏ពេញនិយមដើម្បីមកទប់ទល់នឹងអារម្មណ៍ខ្មាស់នោះគឺហូបឲ្យល្មមការបង្ហាញរូបភាពសូត្រខ្មៅឲ្យអ្នកជក់បារីមើលអាចនាំទៅរកភាពអាចនាំទៅរករោគអារម្មណ៍ខ្លាចខ្ពស់ជាងមុនដែលជំរុញមនុស្សជាច្រើនងាកមកជក់បារីម្ដងទៀតបានប្រសិនបើអ្នកមិនប្រុងប្រយ័ត្នតាក់ទងនឹងកត្តាជំរុញបែបនេះទេអ្នកក៏អាចទ្រាំទៅរកទម្លាប់អាក្រក់ចាស់បានទម្លាប់មិនល្អមានកម្លាំងជំរុញរបស់ខ្លួនឯងឬជាដំណាក់កាលបង្កើតខ្លួនឯងវាជួយការពារអារម្មណ៍ដែលយើងចង់មើលរំលងអ្នកមានអារម្មណ៍មិនល្អទើបអ្នកហូបអាហារបំផាសុខភាពហើយព្រោះអ្នកហូបអាហារស្គួតបង្កវិញអានេះពិបាកអ្នកស្រាវជ្រាវហៅនេះថាចំណងដែលត្រូវអូសទាញដោយកត្តាជំរុញឬកម្លាំងជំរុញពីខាងក្រៅធ្វើឲ្យកើតក្តីប្រាថ្នាដែលមិនអាចទប់ស្កាត់បានរហូតត្រូវធ្វើមិនល្អម្ដងហើយម្ដងទៀតពេលដែលអ្នកសង្កេតឃើញអ្វីម្យ៉ាងអ្នកក៏មានអារម្មណ៍ចង់ដោយដំណាក់កាលនោះកើតឡើងជាញឹកញាប់ដោយយើងមិនដឹងខ្លួនអ្នកវិទ្យាសាស្ត្ររកឃើញថាការបង្ហាញរូបភាពកូកាអ៊ីនអ្នកញៀនថ្នាំមើលត្រឹមតែ0.003វិនាទីវាអាចជំរុញឲ្យខួរក្បាលរកវិធីដើម្បីទទួលបានរង្វាន់ហើយបង្កើតជាចំណងឡើងមកដំណាក់កាលនេះកើតឡើងជាងខួរក្បាលគិតទៅទៀតដោយអ្នកញៀនថ្នាំមិនអាចអធិប្បាយបានថាពួកគេមើលឃើញអ្វីតែគ្រប់គ្នាក៏មានអាការៈចង់ជក់ថ្នាំដូចគ្នាទាំងអស់ចំណុចសំខាន់គឺអ្នកអាចបញ្ឈប់ទម្លាប់មួយចំនួនតែអ្នកតែងភ្លេចជាប្រចាំបើទម្លាប់ណាមួយត្រូវបានចាក់ឫសជ្រៅនៅក្នុងខួរក្បាលរបស់អ្នកហើយសារការដែលចង់លុបវាចេញជារឿងដែលស្ទើរតែមិនអាចទៅឡើយទោះបីអ្នកខានធ្វើទម្លាប់នោះ100ហើយក៏ដោយជារឿងពិបាកដែលចង់ប្រើវិជីវសាមញ្ញធម្មតាប្រសិនបើជីវិតនៅពោពេញទៅដោយរឿងរំខានផ្សេងក្នុងរយៈពេលខ្លីអ្នកក៏អាចយកឈ្នះរបស់បញ្ឆោតចិត្តបានតែក្នុងរយៈពេលវែងអ្នកក៏ទទួលរងផលប៉ះពាល់ពីបរិយាកាសនៅជុំវិញខ្លួននិយាយតាមត្រង់ខ្ញុំមិនដែលឃើញអ្នកណាធ្វើទង្វើវិជ្ជមានដឹកជាប់គ្នាក្នុងបរិយាកាសអវិជ្ជមាននោះទេវិធីមួយទៀតដែលជឿទុកចិត្តបានគឺការកម្ចាត់ទម្លាប់អាក្រក់តាំងពីពេលដំបូងហើយមួយក្នុងចំណោមវិធីកម្ចាត់ទម្លាប់អាក្រក់ដែលប្រើបានផលពិតប្រាកដគឺការកាត់បន្ថយកត្តាជំរុញដែលជាដើមហេតុបើអ្នកធ្វើការមិនបានសម្រេចគួរដាក់ទូរស័ព្ទនៅកន្លែងផ្សេង2ទៅ3ម៉ោងបើអ្នកចង់បាននេះចង់បាននោះគ្រប់ពេលវេលាចូលសាកផ្អាកមើល Facebook ឬការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងមួយរយៈបើអ្នកចំណាយពេលច្រើនទៅលើការមើលទូរទស្សន៍ចូលសាកយកទូរទស្សន៍ចេញពីបន្ទប់គេបើអ្នកចាយលុយច្រើនទៅលើឧបករណ៍អេឡិចត្រូនិកទាំងឡាយអ្នកគួរឈប់មើលការធ្វើបទបង្ហាញផលិតផលអេឡិចត្រូនិកដែលចេញថ្មីចុងក្រោយបង្អស់ម្នាក់ញៀនលេងហ្គេមគួរដកឌុយចេញពីម៉ាស៊ីនហើយយកទៅទុកក្នុងទូដាក់សម្ភារៈការបង្ហាត់បែបនេះជាការធ្វើផ្ទុយពីច្បាប់ចំណុចទី1នៃការផ្លាស់ប្ដូរទម្លាប់គឺចំនួនការដែលធ្វើឲ្យច្បាស់លាស់
អ្នកក៏អាចធ្វើឲ្យវាវរលីបាត់ខ្ញុំតែងផ្លែកចិត្តចំពោះការផ្លាស់ប្ដូរងាយដែលបានផលបែបនេះវាមិនត្រឹមតែកម្ចាត់កត្តាជំរុញចេញពីជីវិតបានទេថែមទាំងអាចកម្ចាត់ទម្លាប់អាក្រក់បានផងដែរការគ្រប់គ្រងខ្លួនឯងជាយុទ្ធសាស្ត្ររយៈពេលខ្លីមិនមែនរយៈពេលវែងទេអ្នកអាចបដិសេធរបស់mìnhបញ្ឆោតបាន1 ទៅ 2 ដងតែនេះមិនអាចយកឈ្នះក្តីប្រាថ្នារបស់ខ្លួនឯងបានរហូតនោះទេរាល់លើកដែលត្រូវការធ្វើរឿងត្រឹមត្រូវគួរប្រើធម៌ពលរបស់អ្នកទៅលើការផ្លាស់ប្ដូរបរិយាកាសនៃជុំវិញខ្លួនអ្នកនេះគឺជាអាចកបានៃការគ្រប់គ្រងខ្លួនឯងចូលបង្កើតកត្តាជំរុញវិជ្ជមានដែលមើលឃើញច្បាស់ហើយចូលកំចាត់កត្តាជំរុញអវិជ្ជមានចេញពីបរិយាកាសជុំវិញខ្លួនអ្នកសរុបមេរៀនវិធីសាស្ត្រដែលប្រើបានផលក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នកគឺការធ្វើឲ្យស្រពេចស្រពិលឬធ្វើឲ្យមើលមិនឃើញពេលទម្លាប់ណាមួយត្រូវបង្កើតឡើងវាមានឱកាសដែលទម្លាប់នោះនឹងនៅជាមួយអ្នកអស់មួយជីវិតមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានល្អនឹងប្រើពេលវេលាតិចជាងមុនទៅលើរបស់បញ្ឆោតចិត្តនិងកិច្ចជាងពីរបស់បញ្ឆោតចិត្តបានងាយជាងដូច្នេះចូលរៀនគ្រប់គ្រងចិត្តខ្លួនឯងមួយក្នុងចំណោមវិធីអនុវត្តល្អបំផុតក្នុងការកម្ចាត់ទម្លាប់អាក្រក់គឺការកាត់បន្ថយកត្តាជំរុញដែលនាំទៅរកការបង្កើតទម្លាប់អាក្រក់នោះការគ្រប់គ្រងខ្លួនឯងជាយុទ្ធសាស្ត្ររយៈពេលខ្លីវាមិនមែនរយៈពេលវែងនោះទេវិធីបង្កើតទម្លាប់ល្អច្បាប់ទី1ធ្វើឲ្យឃើញច្បាស់ 1.1 វាតម្លៃទម្លាប់ប្រចាំថ្ងៃកត់ទម្លាប់ប្រចាំថ្ងៃទុកដើម្បីក្រាញរបស់ខ្លួនឯង 1.2 រៀនប្រើការព្យាយាមឆ្ពោះទៅរកភាពជោគជ័យខ្ញុំនឹងធ្វើម៉ោងដែលខាង 1.3 ប្រើគោលការណ៍លើកកម្ពស់ទម្លាប់ក្រោយពីធ្វើខ្ញុំនឹងធ្វើ 1.4 បង្កើតបរិយាកាសរបស់អ្នកធ្វើឲ្យកត្តាជំរុញវិជ្ជមាននឹងមើលឃើញច្បាស់និងងាយមើលឃើញច្បាប់ទី2ធ្វើឲ្យតាក់ទាញច្បាប់ទី3ធ្វើឲ្យខ្លាំងជារឿងងាយច្បាប់ទី4ធ្វើឲ្យពេញចិត្ត Okay guys ឥឡូវនេះគឺម៉ោងរហើយហើយខ្ញុំក៏បានបញ្ចប់ការអានសៀវភៅរយៈពេល30នាទីផងដែរហើយសូមអភ័យទោសរកការអានសៀវភៅរបស់ខ្ញុំរៀងអានរួមបន្តិចពីសារតែខ្ញុំអានសៀវភៅរៀងយប់ច្រើនបន្តិចដែរទៅធ្វើឲ្យការអានរបស់ខ្ញុំវាមានភាពរអាក់រអួលមិនបានរលូនអញ្ចឹងវីដេអូនេះគឺចង់ធ្វើនេះចាំជួបគ្នានៅវីដេអូក្រោយ See you next video. Goodbye.